វិស័យសារព័ត៌មានយើងបើសិនជាយើងបានបង្ក្រាបព័ត៌មានคล้ายៗអស់ហ្នឹងនឹងក្នុងសង្គមក៏ដូចជាក្នុងប្រទេសជាតិយើងគិតថាវាធ្វើឲ្យមុខមាត់របស់យើងកាន់តែមានកិត្យានុភាពឡើងជាពិសេសនៅក្នុងឆាកអន្តរជាតិព្រោះយើងចាប់ផ្ដើមពីក្នុងតំបន់ក្នុងខេត្តទៅប្រទេសអញ្ចឹងដល់ពេលអនាគតទៅវាអាចនឹងរីកសាយទៅដល់ឆាកអន្តរជាតិអញ្ចឹងខាងឆាកអន្តរជាតិហ្នឹងក៏អាចគិតឃើញថាព័ត៌មាននៅក្នុងប្រទេសកម្ពុជាដែលគាត់ចុះមកយកឬក៏គាត់ទទួលបានហ្នឹងគឺជាព័ត៌មានពិតហើយមួយចុងក្រោយដែលខ្ញុំគិតថាសំខាន់ហ្នឹងគឺការបន្សាទព័ត៌មានคล้ายហ្នឹងវាអាចមានផលប្រយោជន៍ជាច្រើនទៅដល់សាធារណជនក៏ដូចជាសហគមន៍របស់យើងអញ្ចឹងនៅពេលដែលយើងលំបាត់សារព័ត៌មានคล้ายហ្នឹងវាអាចជួយឲ្យប្រជាជនយើងនឹងបណ្ដោះការវិភាគព័ត៌មានត្រាស់រិះវិចារណាលើព័ត៌មានដែលគាត់ទទួលបានហ្នឹងជាងការមើលតែលើស្អីដែលគាត់ឃើញនៅក្នុងបណ្ដាញសង្គមឬក៏តាមអនឡាញអីអស់ហ្នឹង